ខ្មោចទឹកជារៀងរាល់យប់តែបង្ហាញខ្លួនឲ្យអ្នកភូមិដែលរស់នៅក្បែរនោះក៏ដូចជាអ្នកភូមិដែលគាត់ដើរដាក់មងដាក់បកាយនៅក្បែរនោះបានឃើញនិងបានឮសំឡេងរបស់គេជាញឹកញាប់ថ្ងៃនេះដែរខ្ញុំនឹងលើករឿងខ្មោចទឹកមួយមកនិយាយប្រាប់អ្នកទាំងអស់គ្នាដែលរឿងខ្មោចទឹកមួយហ្នឹងគឺកើតឡើងនៅក្នុងភូមិមួយដែលស្ថិតនៅក្នុងខេត្តកំពង់ចាមសម្រាប់រឿងនេះដែរគឺខ្ញុំបានទទួលពីអ៊ំពូដែលគាត់រស់នៅក្នុងភូមិនោះដែលគាត់បានជួបហេតុការណ៍ក៏ដូចបានឃើញរូបភាពនិងសំឡេងដែលគាត់បានឮចេញពីទឹកអូរនៅក្បែរភូមិរបស់គាត់ដោយសារភូមិរបស់គាត់នឹងគាត់រស់នៅក្បែរបឹងក្បែរអូក្បែរប្រែកដែលគេអាចរកត្រីចិញ្ចឹមជីវិតបានក៏ដូចជាប្រកបរបរតិចតួចធម្មតានៅក្នុងភូមិហើយនៅក្នុងថ្ងៃមួយហ្នឹងគឺគាត់បានទៅដាក់មងដាក់បកាយពេលយប់ដើម្បីយកត្រីយកអីចឹងណាហើយថ្ងៃហ្នឹងនៅពេលដែលគាត់ទៅដាក់ហ្នឹងគាត់បានឮសំឡេងយំមនុស្សស្រីតែគាត់អត់បានឃើញមនុស្សគាត់ឮតែសំឡេងយំហើយធ្ងោឡើងខ្លាំងហ្មងនិយាយទៅពួកគាត់និយាយពេលខ្ញុំស្ដាប់នឹងខ្ញុំមានអារម្មណ៍ថាឡើងព្រឺសបល់ហ្មងអ្នកទាំងអស់គ្នាពួកគាត់និយាយថានៅពេលដែលបានឮសំឡេងនឹងហើយពួកគាត់កាន់តែធ្វើអត់ដឹងអត់ឮព្រោះដោយសារគាត់បានឃើញមានមនុស្សមានអីឮតែសំឡេងយំអញ្ចឹងពួកគាត់ធ្វើអត់ដឹងអត់ឮគាត់ថាសំឡេងនឹងគាត់ទៅលើខ្លាំងទៅធ្ងោក៏ហឹមគាត់ថាឡើងហឹងឬក៏ជាគាត់ទៅអ្នកទាំងអស់គ្នាហើយពួកគាត់ពីម្នាក់គ្នាគាត់នឹងក៏នៅតែធ្វើអត់ដឹងមានន័យថានៅលើសំឡេងនឹងហើយគាត់នៅតែធ្វើអត់ដឹងពួកគាត់គិតថាវាដែលមានមនុស្សណាមកយំនៅម្ដុំទឹកម្ដុំព្រៃអញ្ចឹងពួកគាត់គិតថាខ្មោចប្លែកអីចឹងណាគាត់ថានៅពេលដែលលើសំឡេងហើយគឺពួកគាត់ធ្វើធម្មតាគាត់នៅដាក់មងដាក់បកាយរបស់គាត់ធម្មតាអ្នកទាំងអស់គ្នាស្រាប់តែធ្វើដូចត្រីបកាច់ចឹងណាអ្នកទាំងអស់គ្នាអាត្រីវាលោតអីលឺទឹកលឺនៅក្នុងទឹកតែគាត់ថាលឺឡើងខ្លាំងគាត់ថាបើសិនជាត្រីវិញត្រីនឹងប្រហែលជា10 គីឡូអីគ្រាន់តែសំឡេងដែលធ្វើបកាច់នៅក្នុងទឹកហ្នឹងអ្នកទាំងអស់គ្នាហើយពួកគាត់ក៏និយាយគ្នាពីម្នាក់គ្នាគាត់នឹងថាអត់ស្រួលឯងកន្លែងហ្នឹងអត់ស្រួលអីចឹងណាអញ្ចឹងទៅគាត់ក៏បានដើរហួសទៅកន្លែងមួយទៀតដើម្បីដាក់មងដាក់បកាយហ្នឹងអញ្ចឹងថ្ងៃហ្នឹងក៏ស្ងាត់ទៅធំគាត់ពីម្នាក់ហ្នឹងគាត់ឮសំឡេងប៉ុណ្ណឹងម្លងពីបងពីម្នាក់ដែលគាត់បានជួបលើកមុននឹងហើយគឺមានអ្នកភូមិដតីទៀតគេបានជួបព្រោះដោយសារតាមប្រៃតាមអូហ្នឹងមានន័យថាប្រៃថៃនឹងអូហ្នឹងវានៅមានផ្លូវដូចថានៅតាមទីជនបទខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នាសម័យចាញ់អត់ទេតែនៅតាមទីជនបទសុខសាចំការអញ្ចឹងនៅតាមមាត់អូមាត់ស្ទឹងអីចឹងគឺមានផ្លូវដែលយើងអាចជិះឆ្លងកាត់ពីភូមិមួយទៅភូមិមួយក៏ដូចផ្លូវយើងជិះឡើងមកផ្សារមកអីចឹងណាអ្នកទាំងអស់គ្នាហើយនៅពេលហ្នឹងគឺមានហើយនឹងពូដែលគាត់ជាអ្នកលក់ដូរនៅក្នុងភូមិតែព្រលឹមឡើងគាត់មិនត្រូវងើបទៅយកបន្លែទៅយកសាច់ពីផ្សារដើម្បីយកមកដាក់លក់នៅក្នុងភូមិហើយសម្រាប់អ្នកដែលគាត់លក់ដូរអីចឹងភាគច្រើនគឺគាត់ងើបទៅផ្សារហ្នឹងចន្លោះពីម៉ោង3ម៉ោង4ចិត្តភ្លឺអីចឹងព្រោះដោយសារគាត់ត្រូវងើបទៅយកបន្លែសាច់ហើយនៅពេលហ្នឹងគាត់ពីអ្នកប្តីប្រពន្ធគាត់ជិះម៉ូតូដូចគ្នានៅពេលដែលគាត់ជិះតាមផ្លូវហ្នឹងមកកាត់កន្លែងហ្នឹងគឺគាត់បានឃើញមនុស្សស្រីម្នាក់អង្គុយនៅមាត់ទឹកហ្នឹងមកបន្ទាប់ពីគាត់បានឃើញហើយមីងនឹងពូហ្នឹងគាត់ក៏បានឈប់ម៉ូតូសេកសួរគាត់ភាសាអ្នកដែលចាស់ដែលគាត់ចំណាំហើយគាត់ហៅមីនាងអីចឹងណាគាត់ហៅមីនាងអង្គុយធ្វើអីចឹងណាហើយមួយម៉ាត់អត់ងាកពីរម៉ាត់អត់ងាកបីម៉ាត់អត់ងាកគាត់ពីអ្នកប្តីប្រពន្ធហ្នឹងក៏គាត់ឈប់ហៅគាត់ក៏ឡើងម៉ូតូជិះទៅទៀតចឹងទៅហើយនៅពេលដែលគាត់ជិះម៉ូតូទៅទៀតហ្នឹងប្រពន្ធរបស់គាត់ហ្នឹងក៏ងាកក្រោយមើលចឹងដឹងថាតើនឹងអង្គុយនឹងទៀតអត់តែនៅពេលដែលគាត់ងាកមកហ្នឹងស្រាប់ឃើញម្នាក់ហ្នឹងឈរហើយពីថាដូចអ្នកទាំងអស់គ្នាអាគេថាខ្មោចចេះហោះអីនិយាយទៅនឹងគាត់ថាហោះពីក្រោយម៉ូតូរបស់គាត់មកអ្នកទាំងអស់គ្នាហើយដែលគាត់បានជិះម៉ូតូពីក្រោយប្តីគាត់ហ្នឹងគឺគាត់ឃើញតែឯងទេនិយាយទៅគឺខ្មោចហ្នឹងគេលងគេឲ្យឃើញថាហោះពីក្រោយម៉ូតូហ្នឹងគឺឲ្យតែហ្នឹងឃើញឯងប្តីរបស់គាត់ហ្នឹងគឺមើលអត់ឃើញខ្មោចហ្នឹងទេហើយមិននិយាយលេងសើចអីណាអ្នកទាំងអស់គ្នាម្នាក់នឹងបន្ទាប់ពីបានឃើញខ្មោចនឹងហើយគាត់ឈឺហើយអ្នកទាំងអស់គ្នាដែលលើគេនិយាយថាខ្មោចឡើងជ្រុះសក់អត់នឹងគាត់ឈឺឡើងដេកដួលអ្នកទាំងអស់គ្នាហើយគាត់ឡើងជ្រុះសក់ហ្មងហើយដែលបានឃើញខ្មោចហ្នឹងអ្នកទាំងអស់គ្នាគាត់ឈឺឡើងវានឹងគាត់ស្លាប់ទៀតអ្នកទាំងអស់គ្នាសាហាវហ្មងហើយចាប់តាំងពីពេលហ្នឹងមកនៅពេលដែលគាត់ជាដោយសារគាត់មានសូត្រមន្តយមគ្រូនឹងធ្វើបុណ្យអតិកុសលអីគេអញ្ចឹងណាគាត់ក៏បានជាមកវិញអញ្ចឹងទៅតែចាប់តាំងពីពេលហ្នឹងមកគឺគាត់ស្បត់ហ្មងគាត់លែងហ៊ានជិះតាមផ្លូវហ្នឹងពេលយប់ហ្មងនិយាយទៅគាត់ថាគាត់ហ៊ានជិះទៅពេលផ្លូវចាប់ពីម៉ោង6 ព្រឹក
ទៅថាម៉ោង4ម៉ោង5ហ្នឹងគឺអស់ហើយគឺគាត់អត់ហ៊ានជិះតាមនឹងទៀតទេនិយាយទៅគាត់បាក់ស្បែកហ្មងហើយគាត់ប្រាប់តកូនតចៅហ្មងណាហើយគាត់ក៏បានបន្តទៀតថាខ្មោចហ្នឹងមិនមែនតែពួកគាត់ឃើញណាគឺអ្នកនៅក្នុងភូមិហ្នឹងគេឃើញសូមគ្រប់តែគ្នានឹងសំបីអ្នកភូមិខ្លះគេធ្វើតនាឆ្លងកាត់តាមហ្នឹងក៏គេបានឃើញដូចគ្នាតែគាត់ថាអ្នកខ្លះគេខ្លាចអ្នកខ្លះគេអត់ខ្លាចអញ្ចឹងណាហើយសម្រាប់រឿងខ្មោចទឹកដែលខ្ញុំលើកមកនិយាយប្រាប់អ្នកទាំងអស់គ្នាក្នុងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយណាបាយបាយ